សួស្តីអ្នកទាំងគ្នាខ្ញុំ Daniel ថ្ងៃនេះផ្ដាច់ខ្ញុំបានលើករឿង anime ថ្មីមួយទៀតដែលមានចំណងជើងថា Red Ranger Become Adventure in Another World ដែលសាច់រឿងនេះគឺគេចង់និយាយអំពីបារម្ភម្នាក់ដែលគាត់នឹងគឺជា Power Ranger នឹងឯងហើយគាត់នឹងគឺបានឆ្លងទៅកាន់ពិភពមួយទៀតបើចង់ដឹងថាសាច់រឿងនេះគឺល្អមើលប៉ុណ្ណាឥឡូវយើងចូលទៅការសម្រាយនៃសាច់រឿងនេះហ្មងទៅផ្ដើមនៃសាច់រឿងដំបូងដោយក្រុមបិសាចយ៉ាងច្រើនពួកគេនឹងគឺបានចុះមកអុកឡុកនៅក្នុងផែនដីនៅក្នុងគណៈនឹងផងដែរដែលក្រុម Power Ranger គឺបានចេញមុខដូចគ្នាគ្រាន់តែក្រុមពួក Power Ranger នឹងគឺបានមកដល់ភ្លាមដោយពួកគេនឹងគឺបានកោះហៅទៅកាន់យានជំនិះរបស់ពួកគេនឹងគឺមកយកតែម្ដងនៅពេលដែលយានជំនិះទាំងអស់នឹងគឺបានមកដល់ដោយក្រុមពួក Power Ranger គឺបានផ្គុំវាខ្លាយទៅជាមនុស្សយួនមួយបន្តមកទៀតដែលពួកគេគឺបានកោះហៅជាមួយនឹងដាវមួយផងដែរដែលវាគឺមានឈ្មោះថា The Great Bone Sword នៅពេលដែលពួកគេគឺបានកោះហៅដាវមួយនឹងរួចហើយដែលពួកគេគឺបានហោះទៅកាប់យានជំនិះរបស់សត្រូវក៏ប៉ុន្តែក្រុម Power Ranger ទាំងអស់នឹងគឺមិនអាចធ្វើអីទៅកាន់យានជំនិះមួយនឹងបាននោះឡើយវាគឺថែមទាំងធ្វើឲ្យពួកគេគឺមានរបួសទៀតផងក្រុម Power Ranger ផ្សេងទៀតគឺបានប្រាប់ទៅកាន់ Red Ranger ថាពួកគេគឺមិនអាចយកឈ្នះទៅកាន់ក្រុមបិសាចទាំងអស់នឹងបាននោះទេមនុស្សយន្តរបស់ពួកគេវាគឺសឹងតែខូច 100% យកហ្មងចឹងហើយពួកគេគឺមិនអាចប្រើវាបាននោះឡើយដោយ Red Ranger គឺបាននិយាយថាឥឡូវគាត់នឹងគឺគ្មានជំរើសនោះទេក្រោយមកទៀត Red Ranger គឺបានទម្លាក់គ្នារបស់គាត់គឺទៅក្រោមហើយគាត់នឹងគឺទៅតតាំងជាមួយនឹងស្ដេចបិសាចតែម្នាក់ឯងដោយឃើញបែបហ្នឹងស្ដេចបិសាចគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនមិននឹកស្មានថា Ranger ពណ៌ក្រហមមួយនេះគឺពិតជាហ៊ានយកហ្មងណាដែលមកតតាំងជាមួយនឹងគាត់គឺមួយស្មើដោយ Ranger ពណ៌ក្រហមគាត់គឺបានតបទៅកាន់ស្ដេចបិសាចវិញថាមនុស្សគឺតែងតែជឿលើក្រុមរបស់ពួកគេចឹងហើយពួកគេគឺមិនអាចបោះបង់មនុស្សចោលបាននោះទេហើយគាត់ក៏មិនអាចឲ្យស្ដេចបិសាចដូចជាឯងគឺគ្រប់គ្រងទៅកាន់ផែនដីនេះបាននោះឡើយដែលមិនចាំយូរទៀតដែល Red Ranger គឺបានចូលទៅវាយទៅកាន់បិសាចនឹងតែម្ដងទោះជាបិសាចមួយនឹងគឺប្រើជាមួយនឹងធម៌ពលរបស់វាយ៉ាងណាក៏ដោយក៏តែ Red Ranger ក៏នៅតែមិនចោះចាញ់ដដែលនឹងហើយគាត់នឹងគឺបានចូលទៅមកទៅកាន់បិសាចមួយនឹងគឺត្រូវម្ដាយតែម្ដងដោយសារតែបែបហ្នឹងហើយដែលធ្វើឲ្យបន្ទាយរបស់បិសាចនឹងគឺវាបានផ្ទុះមិនត្រឹមតែប៉ុណ្ណោះនោះទេសូម្បីតែស្ដេចបិសាចក៏វាបានស្លាប់ដូចគ្នាបើកលេចទៅមើល Ranger ពណ៌ក្រហមវិញដែលគាត់គឺបានគិតក្នុងចិត្តថាទោះជាគាត់គឺត្រូវស្លាប់ក៏ដោយក៏តែគាត់ក៏សប្បាយចិត្តដូចគ្នាព្រោះតែគាត់គឺអាចយកឈ្នះនៅក្នុងច្បាំងមួយនេះបានក៏តែវាមិនដូចជាការគិតរបស់គាត់នោះឡើយដែលសារតែគាត់គឺបានធ្លាក់មកកាន់កន្លែងមួយក្រោយមកទៀតគាត់គឺពិតជាឆ្ងល់យកហ្មងថាគាត់នឹងគឺនៅរស់ទៀតមិនមែនតើវានឹងគឺជាកន្លែងអីទៅគ្រាន់តែគាត់នឹងគឺនិយាយចោលភ្លាមដោយសាច់រឿងគឺបានកាត់ទៅ6ខែក្រោយមកដោយមានបរិបទ2នាក់ដែលពួកគេគឺកំពុងតែប្រយុទ្ធជាមួយនឹងកូលឹមមួយផងដែរទោះជាពួកគេគឺខំប្រយុទ្ធជាមួយនឹងកូលឹមនឹងយ៉ាងណាក៏ដោយក៏តែពួកគេគឺមិនអាចយកឈ្នះទៅកាន់កូលឹមមួយនឹងបាននោះទេក្រោយមកទៀតអ្នករៀនម្នាក់គឺបាននិយាយថាបើនិយាយចំទៅក្រុមអ្នកផ្សងព្រេងរបស់ពួកគេគឺពិតជាអត់ប្រយោជន៍យកហ្មងគ្រាន់តែកូលឹមមួយក៏ពួកគេគឺមិនអាចយកឈ្នះបានដែរដោយអ្នករៀនម្នាក់នឹងគឺជាអ្នកបជាកូលឹមមួយនឹងឯងបន្តមកនាងគឺសម្រាប់ចិត្តថានឹងបញ្ឈប់កូលឹមនឹងយកហ្មងទៅដោយសារតែពួកគេគឺមិនអាចយកឈ្នះទៅកាន់កូលឹមនឹងបាននោះឡើយមិនត្រឹមតែប៉ុណ្ណោះនោះទេដោយអ្នករៀនម្នាក់នឹងគឺបានមើលងាយទៅកាន់ក្រុមផ្សងព្រេងមួយនឹងផងដែរដែលធ្វើឲ្យពួកគេនឹងគឺពិតជាខឹងយកហ្មងណារួចហើយនាងគឺឲ្យកូលឹមរបស់នាងគឺចាប់ទៅកាន់2នាក់នឹងចេញយកហ្មងទៅក្រោយមកអ្នករៀនម្នាក់នឹងគឺបាននិយាយថានាងគឺពិតជាចង់កាន់តំណែងមួយខ្លាំងមែនតើដែលតំណែងមួយនឹងគឺគេបានហៅថា Royal Scepter ក្រោយមកលោកអ៊ំដែលនៅខាងក្រៅគឺបាននិយាយប្រាប់ទៅកាន់អ្នករៀនម្នាក់នឹងដោយសារតែ Adventure គឺមិនទាន់មកដល់ម្នាក់ទៀតនោះទេបាននិយាយទៅនៅអ្នកផ្សងព្រេងម្នាក់ទៀតដែលពួកគេគឺមិនទាន់បានតេស្តនោះឡើយលើបែបហ្នឹងអ្នករៀនម្នាក់នឹងគឺអត់ខ្វល់នោះទេនាងក៏បានមើលងាយទៅកាន់អ្នកផ្សងព្រេងម្នាក់នឹងដូចគ្នាប្រហែលជាគាត់នឹងគឺអន់ដូចជាអ្នកមុនអញ្ចឹងស្អីរឿងគឺបានកាត់ទៅខាងក្រៅវិញដល់បរិះនេះគឺកំពុងតែដើររកអ្វីមួយនៅពេលដែលគាត់ដើរគាត់គឺបានចាប់អារម្មណ៍ទៅកាន់ Golem មួយដូចគ្នាដែលវានឹងគឺកំពុងតែចាប់មនុស្ស2នាក់ចេញទៅបន្តមកទៀតដោយសាច់រឿងគឺបានកាត់ទៅខាងក្នុងវិញនៅពេលនោះផងដែរ Golem នឹងគឺស្រាប់តែខ្ទាតចូលមកខាងក្នុងយកហ្មងដោយបរិះដែលនៅជិបនឹងដៃ Golem នឹងគាត់គឺបាននិយាយឲ្យពួកគេនឹងគឺប្រុងប្រយ័ត្នផងខ្លាចតែ Golem នឹងគឺធ្វើឲ្យពួកគេគឺមានគ្រោះថ្នាក់អ្នករីដែលនៅខាងក្រោមគឺបានតទៅវិញថាតាមពិតទៅ Golem មួយនឹងគឺជា Golem របស់នាងនោះទេហើយនាងគឺតែងតែប្រើវាសម្រាប់តេស្តជាមួយនឹងសមត្ថភាពបេក្ខជនដែលបានមកប្រឡងនឹងឯងក្រោយមកទៀតដែលយើងគឺបានដឹងថាអ្នកដែលបានប្រយុទ្ធជាមួយនឹង Golem គឺជា Red Ranger មុននឹងគាត់គឺប្រយុទ្ធបន្តទៀតគាត់គឺបានស្រែកទៅប្រាប់នាងផងដែរថាគាត់នឹងគឺសុំទោសផងដោយសារតែគាត់នឹងគឺធ្វើឲ្យផ្ទះនាងគឺបាក់បែកហើយដល់ពេលរហ័យគាត់នឹងគឺបានប្រែកាយទៅជា Power Ranger យកហ្មងទៅដើម្បីប្រយុទ្ធជាមួយនឹង Golem មួយនឹងដោយការប្រែកាយរបស់គាត់គឺពិតជាលោយកហ្មងដែលធ្វើឲ្យក្រោយក្នុងរបស់គាត់នឹងគឺមានបន្ទុះមួយដល់ពេលប្រែកាយហើយនារីម្នាក់នឹងគឺពិតជាឆ្ងល់យកហ្មងអីគេតាបែបមួយនឹងគឺអាចប្រែកាយទាំងគ្មានម៉ាណាអញ្ចឹងមិនមែនហើយសូម្បីតែវត្ថុវេទមន្តមួយក៏គាត់គ្មានដែរក៏តែគាត់គឺបែរជាអាចធ្វើរឿងទាំងអស់នឹងបានណាដោយនារីម្នាក់នឹងគឺមានឈ្មោះថាយេត្រាបើកាត់ទៅមើល Red Ranger វិញដែលគាត់គឺពិតជាពិបាកយកឈ្នះទៅកាន់ Golem មួយនឹងខ្លាំងមែនទែនក៏តែនៅពេលដែលគាត់នឹងគឺប្រើជាមួយនឹង Super Power របស់គាត់ក៏អាចយកឈ្នះទៅកាន់ Golem មួយនឹងបានដូចគ្នាឃើញបែបហ្នឹងយេត្រាគឺពិតជាឆ្ងល់ម្ដងទៀតហើយអីគេគ្រាន់តែវាយនឹងក៏មានការផ្ទុះដែរនេះគឺពិតជាឆ្ងល់យកហ្មងណាក្រោយមកទៀតដែល Red Ranger គឺបានប្រែខ្លួនរបស់គាត់គឺទៅជាមនុស្សវិញហើយគាត់គឺបានសួរទៅកាន់យេត្រាថាតែគាត់នឹងគឺអាចប្រឡងជាប់នៅប៉ុណ្ណឹងមុននឹងប្រាប់ទៅកាន់គាត់ដែលយេត្រាគឺឲ្យគាត់នឹងគឺបង្ហាញឈ្មោះគាត់សិនមកដែលមិនចាំយូរគាត់នឹងគឺបានណែនាំឈ្មោះគាត់ហ្មងទៅដែលគាត់គឺមានឈ្មោះថា Asaki Togo
ក្រៅមកទេសាច់រឿងគឺបានកាត់នៅពេលដែលអាសាគីគឺបានបញ្យល់ទៅកាន់យេត្រាថាគាត់នឹងគឺមកពីពិភពលោកមួយទៀតដោយយេត្រាគឺមិនសូវជឿប្រមាណនោះទេគាត់ថាអីដែលនាងជឿនឹងដោយសារតែធម្មពលរបស់គាត់គឺពិតជាចម្លែកយល់ហ្មងអញ្ចឹងរឿងទាំងអស់នេះវាគឺអាចបញ្យល់ទៅកាន់យេត្រាបានផងដែរថាអាសាគីគឺមិនមែនជាមនុស្សនៅក្នុងពិភពលោកនេះនោះទេដោយយេត្រាគឺបានបញ្យល់ទៅកាន់អាសាគីថានៅក្នុងថ្ងៃហ្នឹងនាងគឺចង់ឲ្យគាត់គឺជួននាងទៅយកដុំម៉ាណាមួយដែលដុំម៉ាណាមួយហ្នឹងគឺស្ថិតនៅក្នុងប្រាសាទមួយដែលមានឈ្មោះថាវ៉ាកាដោយលើបែបហ្នឹងអាសាគីគឺបានសួរអំពីដុំម៉ាណាទៅកាន់យេត្រាដោយសារតែគាត់ហ្នឹងគឺអត់ដែលស្គាល់អំពីដុំម៉ាណានោះទេដោយយេត្រាគឺបានបញ្យល់ទៅកាន់អាសាគីវិញថាដុំម៉ាណាវាគឺជាធម្មពលមួយដោយម៉ាណាទាំងអស់ហ្នឹងយើងគឺអាចយកវាទៅផលិតជារបស់ផ្សេងៗបានផងដែរដូចជាកូលឹមជាដើមដោយអាសាគីគឺមិនសូវយល់ម៉ាននោះទេក៏តែយេត្រាគឺប្រាប់គាត់ថាមិនបាក់ចង់ដឹងអំពីរឿងហ្នឹងនោះឡើយអ្វីដែលអាសាគីគឺធ្វើនៅថ្ងៃនេះក៏គឺត្រូវតែប្រមូលដុំម៉ាណាមួយហ្នឹងឲ្យបានច្រើនចំណែករឿងមួយទៀតវិញដុំម៉ាណាដែលអាសាគីគឺត្រូវតែយកហ្នឹងនាងគឺមិនទាន់បានសិក្សាអំពីវានោះឡើយក៏តែបើសិនជាដុំម៉ាណាមួយហ្នឹងគឺវាមានគ្រោះថ្នាក់ទៅដល់មនុស្សជាតិច្បាស់ណាស់នាងនឹងយករឿងមួយហ្នឹងគឺទៅប្រាប់គ្រួសាររបស់រាជវង្សបើនិយាយឲ្យចំទៅវាគឺជាកាតព្វកិច្ចរបស់គ្រួសាររបស់នាងចឹងហើយនាងគឺត្រូវតែធ្វើរឿងទាំងអស់ហ្នឹងដោយលើបែបហ្នឹងហើយអាសាគីក៏បានគិតថាយេត្រាហ្នឹងគឺជាមនុស្សល្អដែលជួយការពារទៅកាន់មនុស្សជាតិអញ្ចឹងហើយគាត់ហ្នឹងគឺមិនស្ទាក់ស្ទើរនៅក្នុងការធ្វើរឿងទាំងអស់ហ្នឹងនោះទេក្រោយមកទៀតដែលអាសាគីគឺបានប្រែខ្លួនរបស់គាត់ឲ្យទៅជា Power Ranger ដោយឃើញបែបហ្នឹងយេត្រាគឺបានសួរទៅកាន់គាត់ថាតើគាត់ហ្នឹងគឺចង់ធ្វើអីទៅដោយអាសាគីគឺប្រាប់ទៅកាន់យេត្រាថាមិនបាក់ឆ្ងល់នោះទេឥឡូវគឺមកតាមគាត់មកបន្តមកទៀតដែលអាសាគីគឺបានបញ្ចេញរបស់មួយផងដែរដែលវាគឺមានឈ្មោះថាតូបូយេត្រាគឺបានសួរទៅកាន់អាសាគីថាតើរបស់ហ្នឹងគឺជាអីគេទៅតើវាហ្នឹងគឺអាចជួយអីទៅកាន់ពួកគេបានខ្លះដែលអាសាគីគឺអត់បាននិយាយអីច្រើននោះទេដែលគាត់ហ្នឹងគឺបានចាប់យេត្រាហ្នឹងក៏ហោះទៅយកហ្មងនៅពេលដែលយេត្រាក៏ដូចជាអាសាគីហ្នឹងគឺធ្វើដំណើរមកដល់ប្រាសាទដោយអាសាគីគឺអត់គិតអីច្រើននោះទេដែលគាត់ហ្នឹងគឺបានដើរចូលប្រាសាទយកហ្មងទៅដោយសារតែបែបហ្នឹងហើយទើបធ្វើឲ្យពពួកបិសាចហ្នឹងគឺបានចេញមកយកហ្មងដែលមិនចាំយូរទៀតយេត្រាក៏ដូចជាអាសាគីហ្នឹងគឺបានចាប់ការទៅកាន់ពពួកបិសាចទាំងអស់ហ្នឹងឲ្យខ្មាត់ហ្មងទៅដោយអាវុធរបស់អាសាគីហ្នឹងគឺពិតជាចម្លែកយកហ្មងដោយបែបហ្នឹងហើយទើបធ្វើឲ្យយេត្រាហ្នឹងគឺកាន់តែឆ្ងល់មួយកម្រិតទៀតហើយនៅពេលដែលអាសាគីហ្នឹងគឺបានចាប់ការទៅកាន់ពួកបិសាចហ្នឹងហើយដែលធ្វើឲ្យក្រោយខ្នងរបស់គាត់ហ្នឹងគឺថាផ្ទុះយកហ្មងដោយឃើញបែបហ្នឹងយេត្រាគឺឆ្ងល់ជាលើកទី2ថាតើផ្ទុះហ្នឹងគឺជាអីគេទៅមិនក៏វាហ្នឹងគឺចេះតែផ្ទុះរហូតអញ្ចឹងអាសាគីគឺបាននិយាយទៅកាន់យេត្រាថាពួកបិសាចទាំងអស់ហ្នឹងគឺវាមិនខ្លាំងនោះទេបើនិយាយចំទៅពួកបិសាចទាំងអស់ហ្នឹងវាកាជាងបិសាចដែលនៅក្នុងពិភពគាត់ទៀតផងដោយបិសាចដែលនៅក្នុងពិភពលោកគាត់ដែលគេគឺបានហៅវាថាសង្គមសម្ងាត់អាសាគីគឺបានបញ្ជាក់ទៅកាន់យេត្រាម្ដងទៀតផងដែរថាគាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់គឺតែងតែជួយទៅកាន់ក្រុមមនុស្សហើយគាត់ហ្នឹងគឺប្រឆាំងជាមួយនឹងពួកគេដូចគ្នាអាសាគីគឺបាននិយាយរឿងមួយទៀតនៅពេលដែលគាត់ហ្នឹងគឺមកដល់ពិភពលោកនេះលើកដំបូងដែលគាត់ហ្នឹងគឺបានជួបជាមួយនឹងបិសាចចម្លែកខ្លាំងមែនទែនដែលពួកវាហ្នឹងគឺបានទៅអុកឡុកទៅកាន់អ្នកភូមិដោយសារតែរឿងទាំងអស់ហ្នឹងទៅធ្វើឲ្យអាសាគីគឺគិតអំពីរឿងមួយមូលហេតុដែលគាត់ហ្នឹងគឺមកដល់ពិភពលោកមួយនេះក៏ព្រោះតែរឿងទាំងអស់ហ្នឹងផងដែរប្រហែលជាពិភពលោកមួយនេះគឺត្រូវការជំនួយទៅវាគឺបានកោះហៅគាត់ឲ្យមកទីនេះយកហ្មងចំណែកឯរឿងមួយទៀតវិញគាត់គឺត្រូវបានគេជ្រើសរើសឲ្យក្លាយទៅជា Red Ranger ដើម្បីតែជួយសង្គ្រោះមនុស្សលោកតែប៉ុណ្ណោះហើយបើសិនជាពិភពលោកមួយនេះគឺត្រូវការគាត់ហើយគាត់គឺមិនស្ទាក់ស្ទើរនោះទេនៅក្នុងការជួយអាសាគីគឺបាននិយាយបន្តទៀតហើយថាចំណែកឯសម្បត្តិរបស់គាត់វិញគាត់គឺគ្រាន់តែចង់ជួយទៅកាន់ពិភពលោកឲ្យមានសុខសន្តិភាពតែប៉ុណ្ណោះដល់ពេលហើយអាសាគីនេះគឺបានសុំឲ្យយេត្រានេះគឺនិយាយអំពីសម្បត្តិរបស់នាងម្ដងដោយលើបែបហ្នឹងយេត្រានេះគឺមិនសូវចង់ឆ្លើយប្រាប់ទៅកាន់អាសាគីម៉ានោះទេអាសាគីគឺបាននិយាយបន្តបើសិនជាពួកគេនេះគឺបានផ្សងព្រេងជាមួយនឹងគ្នាហើយច្បាស់ណាស់យើងទាំងពីរក៏ខ្លាចជាមិត្តនឹងគ្នាផងដែរអញ្ចឹងហើយពួកយើងគឺត្រូវតែចែករំលែករឿងគ្នាទៅវិញទៅមកដោយលើបែបហ្នឹងហើយយេត្រាគឺអត់លាក់ទីនោះទេដែលនេះគឺបាននិយាយប្រាប់ទៅកាន់អាសាគីថាតាមពិតទៅពីដើមមកគ្រួសាររបស់នេះគឺជាគ្រួសារដែលស៊ើបអង្កេតអំពីរឿងធម្មពលវេទមន្តណាក៏ដូចជាស្វែងយល់អំពីវត្ថុវេទមន្តផ្សេងៗដូចគ្នាដោយគ្រួសាររបស់នេះគឺតែងតែធ្វើវាពីមួយចំនួនទៅមួយចំនួនយកហ្មងដោយការធ្វើរឿងទាំងអស់ហ្នឹងវាគឺបានធ្វើឲ្យប្រជាជនគឺមានសុខសន្តិភាពក៏តែកាលពី10ឆ្នាំមុនឪពុករបស់នេះគឺបានចាញ់នៅក្នុងសមរភូមិដែលបែបហ្នឹងហើយគាត់នេះគឺមិនអាចឡើងតំណែងទៅណាទៀតបាននោះទេមិនត្រឹមតែប៉ុណ្ណឹងនោះឡើយគ្រួសារអភិជនមួយទៀតគឺបានយកដំបងវេទមន្តចេញពីក្នុងដៃឪពុករបស់ខ្ញុំដោយដំបងមួយហ្នឹងវាគឺមានសមត្ថភាពខ្លាំងនៅក្នុងការពង្រីកទឹកដីភាគច្រើនគ្រួសារអភិជនគឺតែងតែយកវាទៅធ្វើសង្គ្រាមដើម្បីពង្រីកទឹកដីដោយដំបងមួយហ្នឹងវាក៏ពិតជាមានធម៌ពលខ្លាំងមែនទែនចំណែកឯខ្ញុំវិញគឺតែងតែចង់ដណ្ដើមតំណែងមួយហ្នឹងគឺមកវិញយកហ្មងបើនិយាយចំទៅកាលពីមុនតំណែងមួយហ្នឹងគឺជាតំណែងរបស់គ្រួសារខ្ញុំនោះទេក៏តែគ្រួសារអភិជនផ្សេងហ្នឹងគឺបានឈ្នះនៅក្នុងការប្រកួតអញ្ចឹងហើយដែលធ្វើឲ្យដំបងមួយហ្នឹងក៏ដូចជាតំណែងមួយហ្នឹងគឺធ្លាក់ទៅកាន់ពួកគេដោយយេត្រាគឺបាននិយាយបន្តទៀតថាឥឡូវលោកហ្នឹងគឺបានលឺនៅវាគឺជាក្តីសុបិនរបស់នាងក្រោយមកទៀតដែលអាសាគីក៏ដូចជាយេត្រាហ្នឹងគឺបានដើរជួបទៅកាន់ដុំគ្រីស្តាល់ដ៏ធំមួយផងដែរឃើញបែបហ្នឹងអាសាគីក៏ដូចជាមិនសូវខ្វល់ប្រមាណនោះទេក៏តែយេត្រាវិញគឺខុសពីអាសាគីដោយយេត្រាគឺបានគិតថាដុំម៉ាណាទាំងអស់ហ្នឹងគឺវាមិនគួរនៅទីនេះនោះឡើយប្រហែលជាមាននរណាម្នាក់គឺប្រមូលវាមកទុកនៅទីនេះគ្រាន់តែអាសាគីហ្នឹងគឺដើរទៅចិត្តម៉ាណាមួយហ្នឹងភ្លាមដោយមានបិសាចមួយហ្នឹងគឺបានចេញមកយកហ្មងដោយឃើញបែបហ្នឹងអាសាគីហ្នឹងរត់ទៅជួយយេត្រាយកហ្មងដែលធ្វើឲ្យគាត់ហ្នឹងគឺត្រូវលបួសដោយបិសាចមួយហ្នឹងឯងគឺជាអ្នកដែលប្រមូលដុំម៉ាណាហ្នឹងគឺមកទុកផ្ដុំគ្នាក្រោយមកដែលអាសាគីក៏ចាំយូរទីនោះទេដែលគាត់គឺប្រើជាមួយនឹងនាឡិការបស់គាត់ដើម្បីប្រែកាយផងដែរដោយឃើញបែបហ្នឹងយេត្រាហ្នឹងគឺចង់បញ្ឈប់ទៅកាន់អាសាគីដោយសារតែគាត់ហ្នឹងគឺពិតជាមានរបួសធ្ងន់ខ្លាំងមែនទែនដោយអាសាគីក៏បានតបវិញថានាងគឺបាបអារម្មណ៍នោះទេគាត់គឺគ្រាន់តែចង់ការពារទៅកាន់ក្តីសុបិនរបស់គាត់តែប៉ុណ្ណោះអញ្ចឹងហើយបិសាចមួយហ្នឹងគឺទុកឲ្យគាត់ជាអ្នកចាប់
ប់ការយកហ្មងទៅនៅពេលដែលគាត់នឹងគឺនិយាយចប់ដែលគាត់នឹងគឺប្រែកាយយកហ្មងក៏តែការប្រែកាយរបស់គាត់ក៏ដូចជាគុណភាពទៅយាយដែលធ្វើឲ្យយាត្រានឹងគឺថាប៉ើងមួយចង្ងាយណាចង្ងាយនៅយកហ្មងដោយសារតែបែបហ្នឹងយាត្រាគឺពិតជាខឹងទៅកាន់អាសាគីបន្តមកទៀតដែលបីសាច់មួយនឹងគឺបានវិបហាទៅកាន់ពួកគេដោយឃើញបែបហ្នឹងអាសាគីនឹងគឺបានចាប់យាត្រាហោះចេញយកហ្មងទៅបីសាច់មួយនឹងគឺអត់ចោះចាញ់នោះទេដែលវាគឺបានប្រុសជាមួយនឹងធម្មពលរបស់វាទៅកាន់អាសាគីក៏តែធម្មពលទាំងអស់ហ្នឹងអាសាគីគឺអាចទប់រងបានអាសាគីក៏បានប្រាប់ទៅកាន់យាត្រាផងដែរថាគាត់នឹងគឺត្រូវការចំណងមិត្តដើម្បីធ្វើរឿងមួយគាត់គឺសង្ឃឹមថាយាត្រានឹងអាចជួយទៅកាន់គាត់បានផងដែរដែលលើបែបហ្នឹងយាត្រានឹងគឺពិតជាឆ្ងល់ខ្លាំងមែនទែនតើចំណងមិត្តនឹងគឺជាអីគេទៅអាសាគីក៏បានតបទៅវិញគាត់គឺត្រូវការចំណងមិត្តភាពដ៏រឹងមាំមួយដើម្បីឲ្យគាត់នឹងគឺកោះហើយជាមួយនឹងមនុស្សយន្តដែលមានធម៌ពលពិសេសក្រោយមកទៀតដែលអាសាគីនឹងគឺបានប្រែកាយយកហ្មងដែលគាត់គឺអត់ចាំយូរទៀតនោះទេក៏តែមនុស្សយន្តមួយនេះគឺដូចជារៀងស៊ីសើបន្តិចហើយដែលសារតែចំណងមិត្តរបស់ពួកគេគឺមិនសូវនឹងណូម៉ានោះឡើយបីសាច់មួយនឹងគឺវាអត់ខកខានទៀតនោះទេវាក៏បានវិវហាទៅកាន់មនុស្សយន្តមួយនឹងយកហ្មងដែលបែបហ្នឹងហើយអាសាគីក៏ពិតជាខំតបរងខ្លាំងមែនតើដោយសារតែចំណងមិត្តគឺតិចពេកអញ្ចឹងអាសាគីគឺមានតែចាប់យាត្រាមកអោបតែប៉ុណ្ណោះឬទាំងអស់ហ្នឹងវាក៏បានធ្វើឲ្យមនុស្សយន្តរបស់ពួកគេគឺមានធម៌ពលមកវិញហើយវាគឺអាចបាញ់សម្លាប់ទៅកាន់សត្វមួយនឹងបានដូចគ្នាក្រោយមកទីសាច់រឿងនេះគឺបានកាត់ទៅភូមិមួយគ្រឹះមួយដែលយើងគឺបានឃើញយាត្រាក៏ដូចជាអាសាគីហ្នឹងគឺឈប់ពិភាក្សាគ្នាកន្លែងមួយដល់យាត្រាគឺបាននិយាយទៅកាន់អាសាគីថានេះគឺពិតជាចង់ដឹងអំពីធម៌ពលរបស់គេខ្លាំងមែនតើមិនអីនោះទេនាងគឺនឹងស្វែងយល់អំពីធម៌ពលរបស់អាសាគីក៏តែរឿងមួយទៀតអាសាគីក៏ដូចជាយាត្រាហ្នឹងនឹងខ្លាចទៅជាអ្នកផ្សងព្រេងនៅក្នុងថ្ងៃនេះយកហ្មងហើយពួកគេនឹងអាចជួយគ្នាទៅវិញទៅមកបានផងដែរយាត្រាគឺបាននិយាយបន្តទៀតថានេះគឺជារឿងមួយធម៌ពលរបស់នាងនិងធម៌ពលរបស់អាសាគីនៅពេលដែលវាបដុំគ្នាវានឹងអាចខ្លាំងបានហើយវានឹងអាចជួយឲ្យនាងនឹងគឺអាចឡើងតំណែងបានលឿនជាងមុនដូចគ្នាដោយលើបែបហ្នឹងអាសាគីគឺថាស្រែកយកហ្មងដែលគាត់គឺបាននិយាយថាគាត់គឺដឹងច្បាស់ហើយពិភពលោកមួយនេះគឺបានបញ្ជូនគាត់ឲ្យមកជួបនាងដោយលើបែបហ្នឹងយាត្រានឹងគឺថាអៀនយកហ្មងនឹងហើយអ្នកគ្នាសាច់រឿងមួយនេះក៏មានតែប៉ុណ្្នឹងផងដែរកុំភ្លេច like ក៏ដូចជា subscribe ទៅលើ channel នេះម្នាក់មួយផងហើយខ្ញុំក៏មានអីនិយាយច្រើននោះទេ